រុស្ស៊ីអ៊ីរ៉ង់ចិននិងប្រទេសជាច្រើនទៀតថ្កោលទោសការវាយប្រហាររបស់អាមេរិកលើវេណេស៊ុយអេឡាប្រទេសមហាអំណាចធំរួមមានចិនរុស្ស៊ីអ៊ីរ៉ង់និងប្រទេសជាច្រើនទៀតបានចេញមកថ្កោលទោសការវាយប្រហារដោយយោធារបស់សហរដ្ឋអាមេរិកលើប្រទេសវេណេស៊ុយអេឡានិងបានចាត់ទុកការវាយប្រហារនេះថាជាការរំលោភលើដែលអធិបតេយ្យភាពរបស់វេណេស៊ុយអេឡាជាមួយគ្នានេះសហគមន៍អន្តរជាតិកំពុងតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់និងជំរុញឲ្យមានការបន្ធូរបន្ថយភាពតានតឹងនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំជាច្រើននៅថ្ងៃទី4 ខែមករាប្រទេសសម្ព័ន្ធមិត្តរបស់វេណេស៊ុយអេឡាជាច្រើនដូចជារុស្ស៊ីអ៊ីរ៉ង់និងចិនជាដើមបានថ្កោលទោសប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវេណេស៊ុយអេឡានិងការចាប់ខ្លួនលោកនីកូឡាស់ម៉ាឌូរ៉ូនិងភរិយាកាលពីថ្ងៃទី3 ខែមករាខណៈប្រទេសលោកខាងលិចនិងសម្ព័ន្ធមិត្តរបស់អាមេរិកបានសម្ដែងការព្រួយបារម្ភនិងអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងនិងប្រកាសថាពួកគេនឹងតាមដានស្ថានភាពជម្លោះនៅក្នុងតំបន់នេះយ៉ាងដិតដល់ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថារុស្ស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំងនិងថ្កោលទោសចំពោះការវាយប្រហាររបស់អាមេរិកលើប្រទេសវេណេស៊ុយអេឡានិងបានលើកឡើងថាស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះរឿងសំខាន់ដែលត្រូវធ្វើគឺទប់ស្កាត់ការកើនឡើងនៃភាពតានតឹងនិងស្វែងរកដំណោះស្រាយតាមរយៈការសន្ទនាមិនខុសគ្នានោះទេអ៊ីរ៉ង់ក៏បានថ្កោលទោសចំពោះទង្វើរបស់អាមេរិកផងដែរនិងបានចាត់ទុកការវាយប្រហារនេះថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វេណេស៊ុយអេឡានិងទាមទារឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចេញសេចក្តីថ្លែងការណ៍ឲ្យបញ្ឈប់ការឈ្លានពានខុសច្បាប់នេះជាបន្ទាន់និងនាំខ្លួនអ្នកដែលបង្កហេតុការណ៍នេះមកកាត់ទោសជាមួយគ្នានេះប្រទេសចិនដែលមានសេដ្ឋកិច្ចធំបំផុតទី2នៅលើពិភពលោកបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការប្រើកម្លាំងយោធាវីឆ្មក់ចូលចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡានិងទាមទារឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការរំលោភដែនអធិបតេយ្យនិងសន្តិសុខរបស់ប្រទេសដទៃចំណែកប្រទេសអាល្លឺម៉ង់ដែលជាបងធំនៅសហភាពអឺរ៉ុបបានអះអាងថាខ្លួនកំពុងតាមដានស្ថានភាពនៅក្នុងប្រទេសវេណេស៊ុយអេឡាយ៉ាងយកចិត្តទុកដាក់និងព្រួយបារម្ភយ៉ាងខ្លាំងហើយថាក្រុមការងារនឹងជួបប្រជុំគ្នានៅពេលឆាប់នេះដើម្បីពិភាក្សាបន្ថែមទៀតអំពីស្ថានភាពដ៏តានតឹងនេះស្រដៀងគ្នានេះរដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោកអង់តូនីញ៉ូតាចានីអេនថូនីអូ ថេជេនីបានអះអាងថាប្រទេសអ៊ីតាលីកំពុងតាមដានយ៉ាងដិតដល់ពីការវិវត្តថ្មីនៅក្នុងប្រទេសវេណេស៊ុយអេឡាជាពិសេសសហគមន៍អ៊ីតាលីនៅក្នុងវេណេស៊ុយអេឡាដែលមានសមាជិកប្រមាណ15ម៉ឺននាក់ចំណែកប្រទេសអេស្ប៉ាញឯណោះវិញបានអំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹងអត់ធ្មត់និងគោរពច្បាប់អន្តរជាតិនៅក្នុងប្រទេសវេណេស៊ុយអេឡាឡើងវិញនិងប្រកាសស្ម័គ្រចិត្តធ្វើជាអ្នកសម្របសម្រួលដើម្បីជួយស្វែងរកដំណោះស្រាយដោយសន្តិវិធីទៀតផងជាមួយគ្នានេះអគ្គលេខាធិការអង្គការសហប្រជាជាតិលោកអាន់តូនីញ៉ូហ្គូតេរេសក៏បានចេញប្រតិកម្មនិងបង្ហាញការព្រួយបារម្ភចំពោះការវាយប្រហាររបស់យោធាអាមេរិកលើប្រទេសវេណេស៊ុយអេឡារហូតឈានដល់ការចាប់ខ្លួនមេដឹកនាំប្រទេសនេះរួមទាំងភរិយាផងដែរទន្ទឹមនឹងនេះមេអានរូបនេះចាត់ទុកទង្វើរបស់លោកត្រាំជាគំរូដ៏អាក្រក់បំផុតមួយក្រៅពីបណ្ដាប្រទេសទាំងនេះក៏មានប្រទេសជាច្រើនទៀតផងដែរដែលបានចេញមកប្រតិកម្មចំពោះការបើកប្រតិបត្តិការយោធារបស់អាមេរិកមកលើប្រទេសវេណេស៊ុយអេឡានិងស្នើឲ្យបន្ធូរបន្ថយស្ថានភាពនិងងាកមកគោរពច្បាប់អន្តរជាតិនិងសន្ធិសញ្ញាអង្គការសហប្រជាជាតិមានទទួលផ្សាយពាណិជ្ជកម្មសូមទំនាក់ទំនងមកតាមប្រអប់សារពេចយើងខ្ញុំសូមអរគុណ